ស្រីទាំងអស់គ្នាមកកាន់មុខងារ evaluation form ចំនួនថ្មីបែប digital ពីមុនមកអ្នកទាំងអស់គ្នាធ្លាប់តែវិតម្លៃបុគ្គលិកតាមរយៈ print ក៏ដែរវិតម្លៃ1ដល់10សរសេរមតិអីផ្សេងៗអញ្ចឹងបច្ចុប្បន្ននេះ check in me បាន transform អាហ្នឹងទៅជាការវិតម្លៃមួយតាមប្រភេទទូរស័ព្ទដៃអញ្ចឹងនៅពេលដែលបុគ្គលិក manager វិតម្លៃតាមប្រភេទទូរស័ព្ទដៃនេះហើយបុគ្គលិកទូរស័ព្ទដៃរបស់គាត់នឹងទទួលបានព័ត៌មានមួយសន្លឹកយើង transform វាទៅជាលិខិតកោតសរសើរឧទាហរណ៍ថាលិខិតកោតសរសើរជូនបុគ្គលកហើយអរគុណដែលបានខិតខំប្រឹងប្រែងធ្វើការរយៈពេលមួយខែកន្លងមកនេះហើយពិតជាទទួលបាននៃការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាហើយខ្ញុំនេះជាអ្វីដែលអ្នកទាំងអស់គួរតែអភិវឌ្ឍបន្ថែម1 2 3 4 5នឹងចឹងទៅហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងអាចធ្វើវាបានរីកចម្រើនអញ្ចឹងវាល្អមែនទែនសម្រាប់បុគ្គលិកគាត់ទទួលបានបន្ទាប់ពីវាតម្លៃហើយចឹងធ្វើមិនទៅបានលិខិតមួយហ្នឹងវាទាំងអស់ហ្នឹងគឺ set up នៅក្នុង system នេះហើយដូចជានេះគឺម្ខាងនេះគឺជាអ្វីដែលអ្នកវាតម្លៃគាត់ឃើញហើយនេះគឺជាអ្វីដែលអ្នកត្រូវបានគេវាតម្លៃឬក៏បុគ្គលិកហ្នឹងគាត់ឃើញអញ្ចឹងក្នុងនាមជា HR ឬ admin យើង set up នៅហ្នឹងហើយក៏ប៉ុន្តែអត់មានអីទៅធ្វើទេពួកខ្ញុំ set up ហើយប៉ុន្តែអ្នកគេអាចកែបានព័ត៌មានណាឧទាហរណ៍ដូចចំណេះដឹងការងារពី1ដល់5អញ្ចឹង1មានន័យថាមិនទាន់បានល្អឬក៏5ល្អណាស់អញ្ចឹងក្នុងហ្នឹងវាមានពាក្យមតិថាបញ្យលអ្នកចំណុចទី4អញ្ចឹងអត់តបានល្អណាស់ជាបុគ្គលិកល្អអាចបំពេញការវិភាគក្នុងកិច្ចការទាំងអស់ធ្វើលើសពីតម្រូវការអញ្ចឹងដល់ពេលដែលគាត់ចុចលើលេខ4ហ្នឹងវានឹងចេញអាហ្នឹងដើម្បីឲ្យអ្នកវាតម្លៃបានដឹងតែដល់ពេលដែលបុគ្គលិកគាត់ទទួលបានវិញគាត់ឃើញថាចំណេះដឹងការងារគាត់ធ្វើជាគំរូល្អចែករំលែកចំណេះដឹងបន្តអភិវឌ្ឍខ្លួនដូចផ្ដើមគំនិតថ្មីអញ្ចឹងនេះគឺជាភាពពាក្យលើកទឹកចិត្តដែលយើង transform ពី1ទៅ1ចឹងអ្នកទាំងអស់គ្នាអាច set up នៅកន្លែងហ្នឹងបានក្នុងនាមជា HR ហើយពាក្យទាំងអស់ហ្នឹងអាចកែបានប៉ុន្តែខ្ញុំលើកទឹកចិត្តថាកុំកែអីព្រោះខ្ញុំរៀបចំបានល្អហើយអញ្ចឹងរៀងរាល់ខែដើមខែត្រឹមថ្ងៃទី5អីវានឹងបញ្ជូនមកការងារឬក៏មកផ្នែកទៅមេម្នាក់គាត់អាចធ្វើការវិតម្លៃបុគ្គលិកទៅតាមហ្នឹងបានហើយខ្ញុំជឿជាក់ថាមុខងារនេះគឺខ្ញុំពិសោធន៍ហើយងាយស្រួលវិតម្លៃដោយមិនសេកដាស់ញ៉ៃលឿនបុគ្គលិកគាត់នឹងទទួលបានលិខិតកោតសរសើរមួយដែលពោពេញដោយក្តីស្រឡាញ់និងការអភិវឌ្ឍខ្លួនគាត់សប្បាយចិត្តគាត់ដឹងថាគាត់ត្រូវបំពេញអីបន្ថែមអភិវឌ្ឍអីបន្ថែមទី3 HR ឬក៏ admin ហ្នឹងឬក៏ម្ចាស់ក្រុមហ៊ុនហ្នឹងគាត់ងាយស្រួលដឹងទាំងអស់ថាបុគ្គលិកនេះ performance បន្ទុកម៉ានបុគ្គលិកនេះ performance បន្ទុកម៉ានបុគ្គលិកនេះ performance បន្ទុកម៉ានអញ្ចឹងអានេះគឺជាព្រួយមួយបាច់បានសតដល់3ខ្ញុំជឿជាក់ថាវាល្អមែនទែនសម្រាប់ស្ថាប័នហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តងាយជួយណែនាំអ្នកផ្សេងទៀតមកប្រើប្រាស់check in me បន្តទៀតដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគេ HR Go Digital ឆ្នាំ2026គឺយើងនឹងពន្លឿន HR Go Digital នឹងឲ្យបានកាន់តែច្រើនអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់និងប្រើប្រាស់ check in me អរគុណ